ការពីតូកពតឆ្នាំមុនហ្នឹងពួកខ្ញុំក៏បានឈៀងចូលទៅលេងកសិដ្ឋានស្រែអំបិលដែរហើយកសិដ្ឋានស្រែអំបិលនេះក៏មិននៅឆ្ងាយប្រហែលពីក្រុងកពតដែរជិះប្រហែលជាកន្លះម៉ោងជិះដំណយើងទៅនេះគឺចំពេលដែលគាត់កំពុងតែរៀបចំដីដើម្បីត្រៀមបញ្ចូលទឹកធ្វើអំបិលសាច់ថ្មីជាងដល់ឆ្នាំឡងសែនជាងហើយសម្រាប់អ្នកស្រុកណាខ្ញុំគ្រាន់តែមកលេងធម្មតាសំណេះសំណាលជាមួយគាត់ទៅឃើញគាត់ចូលកែដីហើយក៏សួរនាំគាត់ខ្លះពីរបៀបការផលិតអំបិលហ្នឹងត្រូវប្រើរយៈពេលប្រហែលក្នុងមួយរដូវកាលយើងប្រមូលបានប្រហែលតោនអីចឹងណាដល់បាន1តោនបើតាមបាត់ជា1បោបើគិតជាបោ50គីឡូហ្នឹងជាបោ5តោនឆ្នាំមុនបានតិចវាភ្លៀងវិញធ្វើអត់បានឆ្នាំនេះក្តៅល្អបាទក្តៅខ្លាំងល្អមិនថាតែការដាំដុះស្រូវទេដែលត្រូវការពឹងផ្អែកទៅលើផ្ទៃលើមេឃអាកាសធាតុសម្បីតែការផលិតអំបិលក៏ពឹងផ្អែកទៅលើអាកាសធាតុដែរបើសិនជាមេឃភ្លៀងច្រើនគឺការផលិតអំបិលអត់សូវបានច្រើនទេប៉ុន្តែបើសិនជាមេឃនឹងក្តៅល្អគឺអំបិលគឺគាត់ផលិតបានច្រើនប្រមូលផលបានច្រើនចាស់ស្វាប្រាំងចាប់ពីខែនឹងពីខែ12ទៅបាទចឹងពួកអាក្នុងពេលម្ដងប្រមូលផលតែម្ដងដែរឬមិនតែម្ដងចាស់ស្ម only one time គេធ្វើតែ4ថ្ងៃ5ថ្ងៃវានេះប្រមូលម្ដងហើយគេចាប់ដើមធ្វើទីចូលថ្ងៃមួយទៀត3ថ្ងៃមួយបង3ថ្ងៃមួយបងអាយុមួយថ្ងៃមួយថ្ងៃក៏មានអូខេហ្នឹងហើយគាត់ចង់ដឹងចឹងថាយើងអាចយកអំបិលនឹងបានប៉ុន្មានដងក្នុងពេលធ្វើហ្នឹងច្រើន many time do just one season and they collect many time they can collect many times sometimes just 3 days they collect this one and sometimes if the very hot day one day they can collect ទៅទូប៉ប៉ាហើយបើវាល្អវាពណ៌មិនអត់បើល្អពណ៌សស្គូសមកមែនឥឡូវលេខ1ឬក៏មិនបាទហ្នឹងហើយវាមានឥឡូវលេខ1អត់តាមដីស្រែគេបងបើដីស្រែណាគេធ្វើបានល្អអញ្ចឹងបើគេល្អបើស្រែណាវាភក់វាភក់អសមមានខ្សាច់អញ្ចឹងបើនេះគ្រាន់បើលេខ2ប្រភេទបោះតកែខ្ញុំហ្នឹងបើលេខ2ចាលេខ1ទៅតំបន់ណាវិញលេខ1គេទៅក្នុងនោះស្រែគេល្អនោះនៅជួលឲ្យគេដាក់ផ្លាកស្រែ100ហ្នឹងអត់ទីតំងតិចមិនចិត្តត្រែកវិញមកណាបាទគេដីគេហឹងដីគេលំបាយខ្សាច់ហឹងស្អាតហ្មងដីគេចន់អត់ផុងទេតែយើងត្រូវជួត្រូវអីដែរមើលទៅអត់ទេនេះគេណែរស់បាច់អាស្រ័យវាចុះទៅក្រោមវាស្មើអីមិនដឹងដល់យូរលេខដល់ហត់ធម្មតាហើយហូបប្រៃអត់រកអីអត់ទេអត់សូវហ៊ានវាយទេអូស្មានណាស្ដាយអំបិលខ្លួនឯងខំធ្វើអីចឹងណាចេញពីមើលស្រែអំបិលហើយពួកយើងក៏ហួសទៅមើលឃ្លាំងស្តុកអំបិលដែរឃ្លាំងស្តុកអំបិលគឺនៅតាមស្រែនីមួយគឺគេមានឃ្លាំងគេមួយនៅហ្នឹងដូចឧទាហរណ៍ថាដីស្រែមកម្ចាស់អញ្ចឹងគឺគេមានឃ្លាំងអំបិលមួយអញ្ចឹងណាហើយនេះកម្មករកំពុងតែនាំគ្នាសែងអំបិលដាក់ទៅលើឡានដើម្បីយកចេញទៅលក់នៅលើទីផ្សារហើយឃើញពួកគាត់ដោះអាវអញ្ចឹងពួកខ្ញុំក៏សួរដែរខ្ញុំថាអីអំបិលប្រៃអញ្ចឹងបងបែកញើសអីអត់មានលំមាស់ទេគាត់ថាពេលដែលធ្វើដំបងលំមាស់ដល់ពេលយូរទៅយើងរាល់ថ្ងៃទៅលេងលំមាស់ឲ្យវាស៊ាំនឹងជាតិអំបិលនេះបញ្ជូនទៅកណ្ដាលកំពេញគេមានលក់អត់ហ្នឹងដូចជាមានដែរតែអាចលក់តម្លៃពូជហ្នឹងណា